វេលាចេះតែរំកើទៅមុខអាយុកាន់តែច្រើនមិនដឹងពេលណាបានសុខចេះតែខំប្រឹងក្រែងរួចផុតពីទុក្ខមានជីវិតត្រូវតែស៊ូប្រឹងដើរទៅមុខពេលខ្លះខ្ញុំគិតថាជីវិតខ្ញុំគ្រាន់បើខំតែបន្តិចទៀតនឹងល្អប្រសើរស្នេហានឹងការងារចូលមកជាបណ្ដាកំពុងតែសប្បាយចិត្តនៃក៏បងអាក់ដំណើរទេវតាហាដូចជាលេខសើចនឹងខ្ញុំទើបតែបានសើចឥឡូវប្រែជាយំអ្វីគ្រប់យ៉ាងប្រៀបដូចជាសវណ្ណហេតុអ្វីទេវតាយុត្តិធម៌យ៉ាងហ្នឹងដឹងថាមានជីវិតគឺត្រូវតែមានទុក្ខតែនេះទេវតាយកខ្ញុំមកសង្កត់ចង់ឲ្យខ្ញុំតច្រកអត់មានផ្លូវរត់ពេលនេះជីវិតខ្ញុំដូចថ្ងៃអត់សដងគត់មុខបោកពេញទៅដោយបញ្ហាតែខ្ញុំក៏ដោះស្រាយដោយរបៀបណាបើសិនជាស្លាប់បាត់ប្រហែលរួចផុតទុក្ខាបើរស់នៅបន្តវារិតតែជាផ្សារការងារមិនជោគជ័យស្នេហ៍ក៏បែកបាក់ធ្វើអ្វីក៏ខុសអស់ភាពជាជាក់រស់នៅតែតោលដោយមនុស្សណែខ្វះខំប្រឹងធ្វើសប្បាយដើម្បីបន្ថែមភ្នែកអ្នកមាននរណាម្នាក់ដឹងថាខ្ញុំជាផ្សារព្រោះខ្ញុំចូលចិត្តលាក់វាទុកក្នុងអោរ៉ាខ្ញុំចំនៅស្ងប់ស្ងាត់ដើម្បីបង្ហូរទឹកនេត្រាខ្ញុំអស់កម្លាំងខ្លាំងណាស់ទៅមុខមិនរួចទេណាខ្ញុំសូមសម្រាកបន្តិចតើបានទេបើមិនឃើញខ្ញុំក្រោកមិនបាច់ដាស់ខ្ញុំទេខ្ញុំទៅបានសុខហើយព្រោះខ្ញុំអស់កម្មពៀឲ្យខ្ញុំសុំទោសផងដែលខ្ញុំទៅមិនបានវាតាំងពីតូចដល់ធំមិនដែលស្គាល់ពាក្យថាសុខរស់នៅសែនពីបាក់មិនដែលស្គាល់ពាក្យថាស្រណុកខំប្រឹងណាស់រាល់ថ្ងៃឈឺចង្អុលក៏មិនឈប់តាំងពីព្រឹកដល់ថ្ងៃហើយថែមមកតដល់យប់ខ្ញុំស្អប់ណាស់ពាក្យក្រខំត្រដល់ចង់មានបានតែកាលនេះខ្ញុំរស់ថ្ងៃប្រាក់ចំណូលមិនបានប៉ុន្មានព្រោះតែខ្ញុំគ្មានចំណេះកាលនៅទឹកខ្ញុំមិនបានចូលសាលារៀននឹងគេព្រោះគ្រូសាស្ត្រខ្ញុំក្ររហាមពេលដែលទៅណាមកណាគឺមានតែពាក្យគឺមិនងាយសំបីមនុស្សដែលខ្ញុំស្រឡាញ់ក៏គេសំបីឲ្យពេលជាគេថាខ្ញុំគ្មានដុល្លារនៅក៏មិនចុះសម្រងនឹងគ្នាជ្រុលបាច់ឲ្យហើយតែកុំឲ្យថ្ងៃក្រោយវេទនាពាក្យនេះហើយដែរធ្វើឲ្យរូបខ្ញុំឈឺចុកចាប់រាល់ពេលដែលនិយាយគឺប្រៀបដូចជាចុកកាប់សំពងក្បាលខ្ញុំភូឲ្យខ្ញុំចាំគ្រប់ម៉ាត់ខ្ញុំចាស់កុំភ្លៀងខ្លួនឯងថាត្រូវចាំរហូតដល់ថ្ងៃស្លាប់អ្វីដែលខ្ញុំពូកែជាងគេនោះគឺខាងលះពុតទូលំបាកយ៉ាងណាក៏ប្រឹងខំមកសង្កត់ចិត្តថាត្រូវតែតស៊ូធ្វើដូចចិត្តនេះកើតមកកំសត់វាថាមិនអីទេជាពេលខ្ញុំចូលចិត្តប្រើបំផុតកុំឃើញនៅពេលខ្ញុំសាច់គិតថារូបខ្ញុំនេះរីករាយកុំឃើញពេលដែលខ្ញុំសាច់គិតថារូបខ្ញុំមិនទន់ជ្រាបនៅពេលក្រោយខ្នងខ្ញុំមានរឿងរត់ពាន់សំពីតែធ្វើដូចធម្មតាព្រមមិនចង់ឲ្យគេមើលងាយចង់មានមនុស្សម្នាក់មកស្ដាប់រឿងក្នុងចិត្តចង់និយាយឲ្យអស់ដើម្បី
បានធូរនៅក្នុងចិត្តព្រោះពេលនេះខ្ញុំដកដង្ហើមដូចជាថប់យ៉ាងម៉េចមិនដឹងត្រង់បានប៉ុណ្ណាទេបើឈប់ដល់ប្រហែលធូរចិត្តចង់សួរទេវតាទៅពេលណាខ្ញុំរួចទុកបើគ្មានចំឡើយខ្ញុំក៏លែងចង់ទៅមុខតើរស់នៅធ្វើអីបើរឿងពិបាកកើតឡើងមិនឈប់ជីវិតខ្ញុំកើតមកនេះគឺដើម្បីទៅដោះទុកដំបូងនៃជីវិតខ្ញុំពិតជាប្រសើរធ្វើអ្វីក៏ជោគជ័យល្អណាស់គ្រប់ដំណើរការងាររត់ចូលមកគ្រប់ពេលមានតែសរសើរគាត់ថាខំបន្តទៀតមិនយូរទេនឹងលើកដំកើងចំណែកក្តីស្នេហារបស់ខ្ញុំក៏ភក្តីនាងថាស្មោះតែខ្ញុំគ្មានតែចិត្ត2 3ខ្ញុំក៏បានសន្យាស្រឡាញ់នាងថ្ងៃខ្សែទោះលំបាកយ៉ាងណាក៏ខ្ញុំមិនលែងដៃមិនទាន់បានប៉ុន្មានអ្វីបដូរទាំងអស់ស្រឡាញ់បដូរជាស្អប់លើកបែកទម្លាក់ចុះគ្រួសារមិនលើកទឹកចិត្តបែកជាខ្ញុំទាំងអស់ជីវិតនៅពេលនេះដូចជាមុនស្លាប់ទាំងរស់មួយរយធ្លាក់ដល់0តែខ្ញុំរំពឹងអ្នកណាមុនគិតថាអស់ស្នេហ៍អស់ការងារនៅគ្រួសារតែតាមពិតខ្ញុំគិតខុសអ្វីក៏គ្មានសល់ដែរណាសល់តែសម្បកខ្លួនរងចាំថ្ងៃដែលមរណៈរឿងដែលគេនិទានប្រែខ្លះជាការពិតពីមកខ្ញុំគិតថាវាគ្រាន់ជាការប្រឌិតព្រោះមើលទៅធម្មតាហើយអ្វីក៏ចង់ស្លាប់ដល់ពេលនេះជួបផ្ទាល់ទើបយកពីការពិតអ្នកថាពិតជាស្រួលអ្នកជួបទៅពិបាកពីមកខ្ញុំរឹងមាំអីលើប្រែកំសាខ្ញុំខ្លាចការមើលងាយមើលស្រាលមិនទៅបង្អាប់អ្វីដែលខ្ញុំមិនខ្លាចនោះគឺសេចក្តីស្លាប់ឯងចាប់ពីថ្ងៃហ្នឹងមិនមកធ្វើការទៀតទេហើយយកវ៉ាវ៉ាន់ឯងចេញពីក្រុមហ៊ុនអញព្រាមមានតែមើលខ្លួនឯងរាល់ថ្ងៃហ្នឹងថាខ្លួនឯងមានអីគេខ្លះបានមកស្រឡាញ់ខ្ញុំហ្នឹងបានទេចាប់ពីថ្ងៃហ្នឹងទៅយើងបែកគ្នាអាកូនចង្រៃធ្វើអីក៏មិនបានការគេចង់ទៅណាក៏ទៅអាកូនចង្រៃធ្វើអីក៏មិនបានការចង្រៃរាល់ថ្ងៃមានអារម្មណ៍ថាពិបាកនៅក្នុងចិត្តតែតែលឺសំឡេងគេឌីជាប់ជានិច្ចរាល់ពេលដែលឆ្លងកញ្ចក់ឃើញតែផ្សែងខ្មៅជុំចិត្តប្រៀបដូចជាមានមនុស្សមកទីចង់យកជីវិតឬក៏ជិតដល់ពេលដែលខ្ញុំត្រូវចាក់ចេញមកឆាប់យកខ្ញុំទៅព្រោះនៅក៏មិនចំណេញមនុស្សដូចជារូបខ្ញុំគ្មានទេអ្នកដែលស្រឡាញ់គឺមានតែអ្នកស្អប់អ្នកមើលងាយនិងអ្នកជ្រិញបើសិនខ្ញុំទៅបាត់ប្រហែលគេនឹងសប្បាយមិនថាស្នេហាការងារពុកម្ដាយទោះបើជាខ្ញុំនៅក៏គ្មានអ្នកខ្វល់ខ្វាយពេលខ្លះខ្ញុំសែនខ្លាចពិភពលោកនេះដល់ហើយខ្ញុំចង់បដូរកន្លែងទៅរស់នៅភពថ្មីរស់នៅតែម្នាក់ឯងគ្មានអ្នករញ៉េរញ៉ៃសូមនៅឲ្យបានសុខវេលាកាន់តែខ្លីគេមកយកខ្ញុំហើយអ្នកនឹងលេចហត់ជេរស្ដី
គ្នាប្រនៅផ្ទះគ្មានអង្គជីវិតពិតលំបាក់ខំប្រឹងរស់ទាំងត្រដោទុំនេះដែលសំប្រាក់ក្រៃលោអាចរស់បន្តខ្សែជីវិតរបស់ខ្ញុំអាចថាពិបាកស្ដាប់ទុកដូចទឹកជំនន់ហូរស្ទើរលេចលងស្លាប់ខំប្រឹងដកដងហើមខំប្រឹងរើបំរាស់តែមិនអាចទៅរួចព្រោះជាតិនេះខ្ញុំកាក់ក្រាស់ដល់ពេលខ្ញុំធំឡើងជុកស្នេហ៍មិនភក្តីគេថាស្រឡាញ់ចិត្តមិនមែនស្រឡាញ់លុយក៏ប៉ុន្តែចុងក្រោយនៅតែបរាជ័យព្រោះតែលុយដុល្លារធ្វើឲ្យនឹងគាត់ភក្តីមិនបន់ទៅគេទេគឺខ្ញុំបន់ទៅខ្លួនឯងនៅទៅរៀនបានតិចធំធ្វើការលីសែងតើឲ្យគេរំពឹងអីបើសំដូចតែខ្លួនឯងជួយខ្លួនឯងមិនរួចផងឲ្យគេទៅកុំឲ្យចង្វាយខ្ញុំហត់ណាស់ពេលដែលគិតដល់រឿងអនាគតទៅភ្នែកហូរព្រោះមិនដឹងពេលណាទៅបានសុខអ្វីដែលលំបាកគឺខ្ញុំរ៉ាប់រងទាំងអស់ខំប្រឹងខ្លាំងពេកមានអារម្មណ៍ដូចជាខ្សោះខ្ញុំខ្សោះអស់កម្លាំងលែងចង់ដើរទៅបន្តកាន់តែដើរទៅមុខកាន់តែជួបរឿងមិនល្អព្រោះរឿងដែលខ្ញុំធ្វើគ្មានទេអ្នកគ្រប់គ្រងបើសិនខ្ញុំខុសវិញគេមកជន់យកអ្វីដែលខ្ញុំចង់បាននៅពេលនេះការលើកទឹកចិត្តការផ្ដល់កម្លាំងចិត្តក៏ប៉ុន្តែអ្វីដែលខ្ញុំទទួលបានគឺការមើលងាយការចោទប្រលិចតែខ្ញុំรู้ដើម្បីអ្នកណាទៀតបើគ្មានអ្នកណាត្រូវការខ្ញុំជីវិតរបស់ខ្ញុំរៀបរាប់មិនចេះចប់ទុកលំបាកដែលខ្ញុំមាននិយាយទៅវាធំហួសធំពេកដល់ថ្នាក់រូបខ្ញុំនេះលែងចង់រស់តើរស់យ៉ាងម៉េចបើក្នុងខ្លួនសុទ្ធតែរបួសខ្ញុំមានទុកម្នាក់ឯងមិនចង់ឲ្យគេដឹងដល់ពេលទុកច្រើនពេកក៏ខ្លាចជា depression ខំព្យាបាលខ្លួនឯងក្រៃជាជំងឺនឹងយូរទៅកាន់តែយ៉ាប់លែងមានហើយក្តីសង្ឃឹមខំប្រឹងរស់រាល់ថ្ងៃគ្រាន់កុំដល់ថ្ងៃស្លាប់ជីវិតប្រៀបដូចចោដែលអន់ដែលរស័តគ្មានទិសគ្មានដៅទៅដោយសាររលកផាត់បើសិនខ្ញុំទ្រាំលែងបើខ្ញុំនឹងទៅដោយស្ងាត់មិនចង់ឲ្យអ្នកណាមកលំបាកជាមួយខ្ញុំខំប្រឹងសៃសាប់បាច់ទាំងកាយនេះចិត្តរលំដឹងច្បាស់ទៅខ្ញុំទៅក៏គ្មានអ្នកណាយំប៉ុន្តែខ្ញុំនឹងទៅឲ្យខ្ញុំទៅទាំងញញឹមហើយនេះគឺជាបទចម្រៀងមួយដែលខ្ញុំចង់និយាយអំពីជីវិតពិតរបស់ខ្ញុំទាំងរឿងស្នេហាហើយនិងរឿងគ្រួសារជីវិតរបស់ខ្ញុំមិនដែលបានសុខម្ដងណានៅឡើយហើយបទចម្រៀងនេះខ្ញុំសូមផ្ញើជូនទៅអ្នកទាំងអស់គ្នាដែលមានជីវិតពិតដូចជាខ្ញុំផងដែរ This isជីវិតខ្ញុំអើយមិនដេចឡើយជួបតែទុកថ្ងៃណាទៅអាចជាផងឆាជីវិតពួកយើងគ្រប់គ្នាមានអ្នកណាដែលចង់វេទនាមានតែគេចង់ទូទាមានអ្នកណាមកចង់ក្រមានអ្នកណាមកចង់លំបាកមានអ្នកណាមកចង់តោកយ៉ាមានអ្នកខ្លះសួរខ្ញុំថាដើម្បីរស់តែធ្វើយ៉ាងណាខ្ញុំក៏តបទៅវិញថាតើតែយើងខិតខំប្រឹងយើងសម្លឹងមើលទៅមុខយើងត្រូវដើរនិងមិនត្រូវឈប់មិនចោលចាញ់យើងមិនរួចលាត្រូវពុះពីរាល់បញ្ហាហើយប្រឆាំងនឹងព្រេងនេះណាត្រូវតបបានព្រមនេះខិតតែការប្រជែងធ្វើមិនបានមិនស្មារតីខ្ញុំបែបនេះគឺទៅរហូតដល់ថ្ងៃខ្ញុំសង្វេគអានដល់ខ្លួនឯងខ្ញុំមានម៉ែខ្ញុំមានពុកតាំងពីសពនៃនៅទីណាចេញពីផ្ទះទៅធ្វើការខំប្រប្រាប់គុំគ្រួសារតែវាស្នាយើងអាចកែប្រែក្រែវាស្នាយើងអាចផុតទុកខ្ញុំសម្លឹងមើលទៅគេ
ឡានពីឡាចំណាយខ្ញុំគ្មានអីទេវិញខាងអាពី3កំភ្លេក្រោកពីយប់ទៅសាលាកុំតែចាក់ជីទៅសិក្សាខ្ញុំក៏ស្រែកទូទេវតាតែថ្ងៃណាទៅអាចជាផងជីវិតខ្ញុំអើយមិនដេចឡើយជួបតែទុកថ្ងៃណាទៅអាចជាផងតែជាអ្វីជាយ៉ាងណាខ្ញុំអរគុណដល់អ្នកម្ដាយខ្ញុំអរគុណដល់លោកឪពុកដែលបង្កើតរូបខ្ញុំមកឲ្យរស់ឃើញលោកកាថ្មីត្បិតខ្ញុំពេលនេះមានអ្វីដែលអស្ចារ្យថ្មីត្បិតខ្ញុំពេលនេះមានអ្វីដែលហឺហាតែរឿងតែសោកស្ដាយខ្ញុំមិនបានសិក្សារៀនសូត្រឲ្យខ្ពង់ខ្ពស់ព្រោះតែរូបខ្ញុំក្រទ្រាំធ្វើនឹងសាក់យល់ទៅបង្ខំឲ្យខ្ញុំឈប់ទៅបង្ខំឲ្យខ្ញុំឃ្លាតចាឆ្ងាយពីគ្រួសារទាំងកាយវិទីផ្ទះអោខេតពោធិស័ព្ទខ្ញុំសនិទ្ធអ្នកណាស់បើសិនមានឱកាសខ្ញុំនឹងវិលត្រឡប់ខ្ញុំនឹងនៅឲ្យជាប់ខ្ញុំមិនទៅណាទៀតឡើយហេតុបន្ទាយមានជ័យរូបអ្នកនឹងហើយរាល់អ្វីដែលខ្ញុំមានសពថ្ងៃរាល់អនុស្សាវរីយ៍មាននៅគ្រប់ទិសទីដកជាប់ក្នុងអារម្មណ៍មានថ្ងៃអាចបំភ្លេចស្រណោះជាតាផាន់មិនរលឹមស្រេចយកហថាមកកាន់មិនរំលេចនៃបទចម្រៀងជីវិតខ្ញុំអើយមិនដេចឡើយជួបតែទុកថ្ងៃណាទៅអាចជាផងឯចំពោះរឿងស្នេហាមានតែការឈឺចាប់មានតែការឈឺសាមចេះចប់មិនចេះហើយជីវិតខ្ញុំអើយថ្ងៃណាទៅបានសុខចាប់រមានស្នេហាសងខាស្ទើររលត់ត្រជាមិនចេះចាំគូក្បាលមិនចេះរៀងពីបំផុតគ្រាចុងក្រោយខ្ញុំក៏បានជួបនាងជានារីដ៏សែនល្អតែរឿងនេះស្មានមិនដល់មានតែភាពស្មោះសរក៏ប្រែជាគ្មានន័យមានប្រាពាកសុំទោសបែកបងទាំងអាឡ័យអូនមិនអាចជ្រើសបងចោលម៉ាក់ហើយនឹងបាអូនត្រូវតែជាប់ពាក្យនឹងអតីតសង្សារខែក្រោយហើយរៀបរា30មិថុនា2017ជាថ្ងៃដែលបងត្រូវបាយពីឈរវីពួកយើងទាំងពីរលេចពាក់ព័ន្ធគ្នាទៀតហើយបងត្រូវតែកាត់ចិត្តព្រោះក្តីសោកត្រានត្រើយមួយជីវិតខ្ញុំនេះរកមិនឃើញក៏ត្រើយពាក្យមួយឃ្លាគ្រាចុងក្រោយអបម្ចាស់ចិត្តអើយឲ្យរូបមិនសុំទោសជីវិតខ្ញុំអើយមិនដេចឡើយជួបតែទុកថ្ងៃណាទៅអាចជាផងជីវិតខ្ញុំអើយមិនដេចឡើយជួបតែទុក